Hello ស្រីអ្នកគ្នាថ្ងៃនេះខ្ញុំនាំអ្នកគ្នាមកមើលខ្ញុំទៅមើល movie ជាមួយមិត្តភក្តិម៉ោង9យប់ហ្នឹងក៏ខ្ញុំមកទៅសុកឃើញម៉ែកាឡាភ្លើងរួចទៅខ្ញុំក៏នឹកឃើញថាខ្ញុំហ្នឹងបានជាប់ជាពាក់ពាក្យសន្យាជាមួយមិត្តភក្តិខ្ញុំពាក្យសន្យាហ្នឹងគឺសន្យាថាពេលគ្រប់កណ្ដាលគាត់ហើយខ្ញុំនឹងជូនគាត់ដើរលេងជាកាដូព្រោះពេលគ្រប់កណ្ដាលគាត់ហ្នឹងខ្ញុំមានកាដូអីឲ្យគាត់ទេខ្ញុំម៉ោង9យប់ហ្នឹងក៏ឆាត់ទៅគាត់ព្រោះមើលរឿងម៉ែកាឡាភ្លើងទាំងយប់ក៏មិនតែមិនទៅពេលយប់ទេអ្នកទាំងគ្នាពេលដែលខ្ញុំដាក់មកគ្នាអីហើយគឺដល់ម៉ោង1:72គឺខ្ញុំរៀបចំខ្លួនចេញទៅហើយអ្នកនរគ្នាឃើញថាខ្ញុំហ្នឹងកាន់កតាបអីចឹងយកដាក់ចូលកែបហ្នឹងដោយសារអីខ្ញុំសំដែងទេខ្ញុំហ្នឹងពាក់កតាបតែពីលើមកទេទៅដល់ក្រុមខ្ញុំយកកតាបដាក់ក្នុងកែបទេព្រោះអីខ្ញុំនិយាយប្រាប់ម៉ែខ្ញុំថាខ្ញុំទៅរៀនគួរខ្ញុំធ្វើទាំងវាហ្នឹងបានដោយសារអីនរោបានកត់ឈ្មោះខ្ញុំហើយអ្នកនរគ្នាខ្ញុំក៏បានធ្វើដំណើរចេញពីផ្ទះរបស់ខ្ញុំទៅផ្ទះមិត្តភក្តិរបស់ខ្ញុំដើម្បីដូរម៉ូតូគ្នាហើយពេលដែលខ្ញុំទៅដល់ផ្ទះវាហើយគឺខ្ញុំដូរម៉ូតូជាមួយវាដើម្បីអីវាដប់ខ្ញុំជិះម៉ូតូរបស់វាទៅមើល movie រឿងម៉ែកាឡាភ្លើងគឺម៉ោង2គេនឹងចាក់អីតែមិត្តភក្តិរបស់ខ្ញុំម៉ោង2 3នាទីអីនៅតាមភ្លើងឥឡូវអ្នកនរគ្នាក៏ប៉ុន្តែវាមិនសល់នេះទេមើលម្ដងទៀតមិនឃើញម៉ោង2ទេគឺឃើញម៉ោង2 10នាទីអញ្ចឹងអត់សូវបារម្ភវិញឥឡូវនេះខ្ញុំបានធ្វើដំណើរចិត្តដល់ Eon 3ហើយណាមួយដំណើរដែលពួកខ្ញុំធ្វើហ្នឹងវាអត់សូវទៅយូរទេដោយសារឯផ្ទះពួកខ្ញុំវារៀងនៅចិត្ត Eon 3ដែរហើយអ្នកគ្នាខ្ញុំនិយាយមែនណាមកភ័ក្ររបស់ខ្ញុំពេលទៅរៀនគួរអីវាទៅមិនដែលលឿនបើមិនដែលលឿនទេតាមមើល movie ចឹងលឿននោះលឿនខ្ញុំជាមួយមិត្តភក្តិរបស់ខ្ញុំយកសបតអីហើយផ្ញើម៉ូតូអីហើយក៏ដើរឡើងទៅហើយនៅដូរស្ពូតដូរអីញញ៉ៃច្រើនទៀតអ្នកគ្នាមើលមិត្តភក្តិខ្ញុំមកវានិយាយសក់អីទម្លាក់មកឡងស្អាតបាទតែក៏មើលខ្ញុំពីចងធម្មតាស្លៀកពាក់ធម្មតាគឺដើរចូល Eon យកមកឥឡូវនេះពួកខ្ញុំបានមកដល់ចដាយន្តហើយនេះទៅបាន2ជាន់នៅអ្នកគ្នានៅសល់1ជាន់ទៀតរឿងរបស់គេលេងម៉ោង2 10នាទីឥឡូវ2:14ហើយនៅចាំគ្នាដូរកៅអៅឡើយឯងបន្ទាប់មកម៉ោង2:24បានពួកខ្ញុំរៀបចំខ្លួនហើយបានស្វត់បានអីហើយទិញនំទិញអីផឹកអ្នកគ្នានៅក្នុងហ្នឹងឃើញរបស់ផឹករបស់ញ៉ាំអីហ្នឹងខ្ញុំអត់មានចេញលុយទេខ្ញុំទិញតែសម្បត្តិខ្លួនឯងហ្នឹងក្រោយពីហ្នឹងមិត្តភក្តិខ្ញុំវាភេខ្ញុំទាំងអស់គ្នាចូលចិត្តភេខ្ញុំមកដើម្បីខ្ញុំបានទៅមួយគាត់ដោយសារអីគ្រប់កណាត់គាត់ខ្ញុំបានជាប់សន្យាមួយគាត់ឥឡូវនេះពួកខ្ញុំបានធ្វើដំណើរឡើងទៅរកហលហើយអ្នកនរគ្នាហលរបស់ពួកខ្ញុំគឺហលលេខ2ចាឃើញថាខ្ញុំកាន់ដបថតឲ្យមើលតែអត់តែស្បែកជើងអញ្ចឹងដោយសារខ្ញុំថតលើកដំបូងអ្នកនរគ្នាអញ្ចឹងទៅវាអត់សូវមាន confidence ក្នុងការថតញញ៉ៃពេញហ្នឹងបន្ទាប់មកពួកយើងក៏បានដើរចូលហលនឹងប៉ុន្តែនៅរឿងហ្នឹងដាច់ភាកស្វីតអស់លេងអ្នកគ្នាហើយអ្នកគ្នាឃើញខ្ញុំថតតែជើងទេដោយសារអីខ្ញុំវាអត់សូវហ៊ានបង្ហាញថាខ្ញុំថតណាមួយខ្ញុំបើកពិលបន្លំផងរួចទៅពួកយើងក៏ដើររកអីរបស់ពួកយើងអ្នកគ្នាឲ្យវាដាក់ឡើងចង់ដើរមកដល់ចង់ខ្ជិលដើរហើយទៅពួកយើងក៏រៀបចំអង្គុយទៅរួចក៏មើល movie ពួកខ្ញុំក៏បានមើល movie ដល់ភាគនេះចាគឺមហោលយំទាំងអស់អត់តែខ្ញុំទេដោយសារខ្ញុំវារៀងថាអត់អីដែរអត់សូវទេវតាទឹកភ្នែកដូចគេហ្នឹងហើយខ្ញុំមកមើលចឹងមិនដឹងថាហេតុអីមិនចង់ភាគគឺយំចាដល់មករឿងក៏ចប់ចឹងទៅយើងក៏ចេញមកបន្ទប់ទឹកដើម្បីនីនូដូរកៅអៅដូរអីវិញចឹងចាបន្ទាប់ពីមើលរឿងហើយគឺអត់មានយំមានអីទេគឺធម្មតាតែម្ដងចេញមកគឺធម្មតាកាំងខុសតែមិត្តខ្ញុំទេវាយំចានិយាយទៅណាគេចេញមកគេថាយំណែអត់តែខ្ញុំមួយទេអត់យំសោះពួកយើងក៏បានចេញពីបន្ទប់ទឹកបន្ទប់អីចេញដើម្បីដើរដំណើរទៅខាងលើចេញទៅស្រុកខ្យល់ស្រុកអីចឹងណាគ្នានៅក្នុងផងនៅអីផងវាហប់ផងអីផងអញ្ចឹងពិបាកពួកខ្ញុំក៏បានមកដល់កែហើយអង្គុយនៅកន្លែងនេះលេងសិនដើម្បីស្រុកខ្យល់បានមកស្ទុះអីចឹងទៅកាត់ស្រេះកាត់អីចឹងណាបន្ទាប់មកពួកខ្ញុំក៏ដល់មកត្រូវទៅផ្ទះវិញណាដល់គ្នាដោយសារនៅយូរអត់បានទេខ្លាចទៅផ្ទះលេតអីចឹងណាតែក៏មើលការថតរបស់អ្នកគ្នាវល់សាហាវបដ ாய் ពួកយើងក៏ជិះម៉ូតូចេញទៅនឹងឲ្យធ្វើដំណើរទៅផ្ទះវិញប៉ុន្តែក្នុងវីដេអូហ្នឹងគឺអ្នកនឹងចាក់បត់ឡើងអែមមកអ្នកគ្នានេះអ្នកនរគ្នាអាចស្ដាប់ធូរបានចាហ្នឹងហើយមុនចេញមកផ្ទះគឺមានការ relax សាហាវហ្មងឥឡូវនេះអ្នកគ្នាមើលដំណើរខ្ញុំចេញពីកន្លែងហ្នឹងមកចាថតលើកដំបូងខ្លាចគេឆក់ទូរស័ព្ទបាត់ដែរនេះហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណអ្នកគ្នាសូមជម្រាបលា